ដោយញើសមិនហូរគ្មានលុយឯណាធ្លាក់ពីលើមេឃមកឲ្យយើងស្រួលទេស្ដាប់រឿងនេះហើយអ្នកនឹងឈប់ចាញ់បោកលើការវិនិយោគក្លែងបន្លំធនាគារកម្ពុជាសាធារណៈបានលើកឡើងអំពីរឿងមួយទាក់ទងទៅនឹងការឆោបបោកលើការវិនិយោគដើម្បីជាសារដាស់តឿនមុនពេលសម្រេចចិត្តក្នុងការវិនិយោគលើអ្វីមួយត្រូវសិក្សាឲ្យបានច្បាស់លាស់មិនត្រូវសម្រេចចិត្តដោយរឿងខាងក្រោមនេះទេសម្បត្តិដែលជានិវត្តជន កំពុងស្វែងរកគម្រោងវិនិយោគដើម្បីវិនិយោគប្រាក់សោធននិវត្តន៍របស់គាត់ថ្ងៃមួយគាត់បានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មមួយលើបណ្ដាញសង្គមដែលផ្ដល់គម្រោងវិនិយោគជាមួយប្រាក់ចំណេញខ្ពស់និងមានហានិភ័យទាបសម្បត្តិមានអារម្មណ៍រំភើបហើយបានសម្រេចចិត្តវិនិយោគទឹកប្រាក់ទៅលើគម្រោងនោះដោយមិនបានស៊ើបសួរឲ្យបានច្បាស់លាស់សម្បត្តិបានទទួលការណែនាំឲ្យទូទាត់ប្រាក់ជាមុនហើយដោយសារភ្នាក់ងារវិនិយោគនោះទំនងជាភ្នាក់ងារស្របច្បាប់សម្បត្តិបានធ្វើប្រតិបត្តិការទូទាត់ទៅលើលេខគណនីដែលភ្នាក់ងារនោះបានផ្ដល់ឲ្យពី3ថ្ងៃក្រោយមកសម្បត្តិបានព្យាយាមទំនាក់ទំនងទៅភ្នាក់ងារនោះទើបបានដឹងថាគាត់ត្រូវបានគេបិទទំនាក់ទំនងហើយក្រោយមកដោយមានការសង្ស័យសម្បត្តិបានស្រាវជ្រាវអំពីគម្រោងហើយបានដឹងថាវាជាគម្រោងคล้ายៗខណៈទឹកប្រាក់របស់គាត់ត្រូវបានជន់ឈរបោកយកទៅបាត់ចុះតើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីប្រុងប្រយ័ត្នឲ្យមានប្រសិទ្ធភាព1មិនត្រូវជឿទុកចិត្តលើគម្រោងណាដែលសន្យាផ្ដល់ប្រាក់ចំណេញខ្ពស់ហើយមានហានិភ័យទាបទេ2ធ្វើការស្រាវជ្រាវព័ត៌មានអំពីក្រុមហ៊ុនឬភ្នាក់ងារដែលផ្ដល់គម្រោងវិនិយោគនោះ3មិនត្រូវធ្វើការផ្ទេរប្រាក់ដោយមិនមានព័ត៌មានច្បាស់លាស់ក្នុងករណីភ្នាក់ងារស្នើសុំឲ្យទូទាត់ប្រាក់ឬបង់កម្រៃជាមុន